tam put tờ lê sam bạch đa tê bà đôi xa ấy nữ pê để tực lang vì khâu không đi pram đong vì lang pram đong nó tực khai prang cả là mét khai bà xã bầm pơ mét chẳng nữ pê để tực pơ mét vì số tới vì nom là bắp tới hơi bà bạch đa tới vì ô tô một tích từ mà đong bà vấn tải à vây để dưng phải chôm sọp ngày ní cứ ca prai pru ca thiết phliêng bị tách bà phliêng bị tách chiêng môn bị phơi oi ca bồng pinh an nó bị tách chiêng môn bà vì mình men mau bị rẽ tê bà nó về tách phliêng bị tách tới vì phơi oi à riêng khơi rẽ ai bà rẽ ai à nó mùi tí pi tiệt ca tuần triên rồi bỏ bị gì bô rót bà trung binh băng tờ lệ sạp níคือ ជាបញ្ហាមួយក៏ធំដែរចឹងហើយបានជាក្នុងអាណត្តិសម្ដេចមហាបវរធិបតីគឺបានធ្វើការកំណត់នៅនិយមការមួយពិតប្រាកដបន្តពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលលោកបានធ្វើការកំណត់រួចទៅហើយពីមុនមកគឺមានតំបន់3មានតំបន់2និងតំបន់1បាទនៅក្នុងនោះគឺក្រសួងធនទឹកនិងទុននិយមក្នុងនោះមានអាជ្ញាធរទន្លេសាបដែលខ្ញុំជាប្រធានអាជ្ញាធរទន្លេសាបនោះគឺបានទទួលការអនុញ្ញាតពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដើម្បីធ្វើការបោះបកគោលព្រំជុំវិញបឹងទន្លេសាបដែលជាតំបន់3រួចមកហើយដែលយើងមានបកគោលរហូតដល់1224បកគោលជុំវិញបឹងទន្លេសាបហើយបកគោលទាំងនោះគឺមានរាងដូចសាជីអញ្ចឹងបកគោលនោះយើងបោះខ្ពស់ជាងនីវ៉ូទឹកបាទបើសិនតែទឹកឡើងប៉ុណ្ណាក៏នៅតែឃើញបកគោលដែរបាទពោះធំតែម្ដងហើយយើងបានសាងសង់បកគោលនេះរួចមកហើយបាទបានជោគជ័យរួចទៅហើយជុំវិញបឹងទន្លេសាបដែលមានខេត្តចំនួន6ជុំវិញបឹងទន្លេសាបនៅតែធ្វើការសហការជាមួយបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីដើម្បីការពារបឹងទន្លេសាបនោះទេបាទអញ្ចឹងក្នុងនាមខ្ញុំជាប្រធានអាជ្ញាធរទន្លេសាបខ្ញុំសូមអំពាវនាវផងដែរថាសូមឲ្យបងប្អូនប្រជាពលរដ្ឋសហការជាមួយក្រសួងធនធានទឹកនិងទុននិយមជាមួយអាជ្ញាធរទន្លេសាបជាមួយអាជ្ញាធរដែនដីចូលរួមគ្នាទាំងអស់គ្នាដើម្បីការពារបឹងទន្លេសាបដែលជាបឹងធំជាងគេនៅអាស៊ីអាគ្នេយ៍របស់យើងហើយក៏ជាបឹងដែលធំជាងគេនៅព្រះរាជាណាចក្រកម្ពុជាដែលយើងចាត់ទុកថាបឹងទន្លេសាបគឺជាបេះដូងរបស់ប្រទេសកម្ពុជាក៏ដូចជាអាស៊ីអាគ្នេយ៍ផងដែរ